រុនសួស្តីក្មេងៗមួយបាទជំរាបសួរបងប្អូនខណៈនេះខ្ញុំបាទនឹងលើកយកតួអង្គមួយទៀតមកនិយាយគឺSikhandi ឬក៏ស្រីខណ្ឌីនឹងមិនមែនជាមនុស្សប្រុសពេញលក្ខណៈហើយក៏មិនមែនជាស្ត្រីពេញលក្ខណៈនោះទេគឺជាប្រភេទទី3ក៏ប៉ុន្តែដើមឡើយគឺជាភេទស្រីក៏ប៉ុន្តែក្រោយមកគឺបដូរភេទទៅជាបរិសភេទបាទមានរឿងដំណាលមានរឿងមូលហេតុគេប្រាប់មូលហេតុផងដែរក៏ប៉ុន្តែចាំពេលក្រោយខ្ញុំបាទនឹងលើករឿងនេះមកនិយាយSikhandi នេះគឺជាបុត្រាឬក៏បុត្រីបាទលីគ្នានៃព្រះបាទទ្រុបបត្តិបងប្អូននៅចាំបានទេព្រះបាទទ្រុបបត្តិគឺមានបុត្រីមួយអង្គគឺព្រះនាងទ្រុបទីបាទព្រះនាងទ្រុបទីហើយSikhandi នេះគឺជាប្អូនស្រីរបស់ព្រះនាងទ្រុបទីប្អូនឬក៏បងស្រីរបស់ព្រះនាងទ្រុបទីប្រហែលអាចจะកើតមុនប្រហែលជាបងស្រីបាទដូច្នេះទ្រុបទីនេះគឺជាមហេសីរបស់បណ្ឌវៈដូច្នេះSikhandi នេះគឺជាបងថ្លៃឬក៏ជាប្អូនថ្លៃរបស់បណ្ឌវៈឥឡូវនេះយើងងាកមកមើលតើដើមកំណើតរបស់Sikhandiនេះមកពីណាឥឡូវយើងរំលឹកត្រឡប់ក្រោយបន្តិចតើជាតិមុនរបស់Sikhandiនឹងជានរណាបងប្អូនបានស្ដាប់រួចហើយបានដឹងរួចហើយអំពីប្រវត្តិរបស់បុត្រីទាំង3នៃព្រះមហាក្សត្រកាហ្សានៃនគរកាស៊ីក្រមុំទាំង3នេះត្រូវបានភីស្មៈចាប់ពង្រត់យកមកកាន់នគរហស្តិនពុរៈដើម្បីរៀបអភិសេកឲ្យអូនប្រុសរបស់ទ្រង់គឺវិចិត្រវិរិយៈក៏ប៉ុន្តែព្រះនាងអំពាដែលជាបងស្រីបានបដិសេធថាព្រះនាងមានគូដណ្ដឹងរួចហើយគឺសាឡាវ៉ាបាទដូចដែលបងប្អូនបានស្ដាប់រួចហើយអំពីប្រវត្តិរបស់នាងអំពាគឺនាងអំពានេះគឺខឹងខ្លាំងណាស់ជាមួយភីស្មៈដោយសារអន្តិតឯងនឹងឯងដោយសារភីស្មៈនឹងឯងដែលធ្វើឲ្យនាងខ្ញុំរោគគូមិនបានត្រឡប់ទៅសាឡាវ៉ាអត់ទទួលស្គាល់ត្រឡប់មកជួបភីស្មៈហ្នឹងក៏មិនទទួលស្គាល់ដូច្នេះនាងអំពាគឺដាច់ញ៉ាសងសឹកជាមួយនឹងភីស្មៈថាភីស្មៈធ្វើឲ្យនាងអាប់អោនកិត្តិយសធ្វើឲ្យនាងអន្តរាយគ្រប់បែបយ៉ាងដូច្នេះភីស្មៈត្រូវតែទទួលខុសត្រូវភីស្មៈត្រូវតែទទួលបាបកម្មរឿងនេះក៏ប៉ុន្តែនាងពុំមានអំណាចអ្វីទាំងអស់ដើម្បីបង្ក្រាបភីស្មៈបាននោះទេដូច្នេះបន្ទាប់ពីភីស្មៈដេញនាងថាត្រឡប់ទៅរកសាឡាវ៉ាសាកលបងមើលម្ដងទៀតទៅព្រះនាងអំពាមិនបានត្រឡប់ទៅរកសាឡាវ៉ាទេគឺព្រះនាងទៅជើងភ្នំហិម៉ាឡ័យជើងភ្នំហេមពៀនទីនោះហើយដែលពពជាការប្រមូលផ្ដុំបញ្ញាជនជាទីដែលប្រមូលផ្ដុំអ្នកប្រាជ្ញអ្នកដែលមានវិជ្ជាគុណខ្លាំងគឺនៅទីនោះឯង
អ្វីដែលអំពីត្រូវការគឺទៅធ្វើតបៈធម៌ចម្រើនធម៌ហើយនឹងវឹកហាត់វិជ្ជាគុណដើម្បីយកវិជ្ជាទាំងនេះមកសងសឹកជាមួយភិស្មៈគឺបាទនៅពេលនោះនាងបានរៀនច្រើនមកហើយបានរៀនច្រើននៅពេលនោះនាងបាននៅទីនោះគឺមានជីតារបស់ព្រះនាងអំពាក៏នៅទីនោះដែរជីតារបស់នាងអំពានឹងគឺជាមិត្តភ័ក្តិរបស់បរៈសូរាមបងប្អូនប្រហែលជានៅចាំបរៈសូរាមគឺជាអ្នកចម្បាំងដែលជាកាលកាន់ពូថៅធំបរៈសូរាមនេះគឺជាគ្រូរបស់ភិស្មៈបាទជីតារបស់ព្រះនាងអំពាបានផ្ដាំផ្ញើទៅបរៈសូរាមថាឲ្យជួយមើលថាឲ្យភិស្មៈផងបញ្ចុះបញ្ចូលឬក៏ប្រើអំណាចដើម្បីឲ្យនាងរៀបការផងបាទនេះតាមពិតរឿងនេះគឺវាកើតតាំងពីបាទដូចជាកើតតាំងពីវគ្គមុនផងក៏មិនដឹងដែរបាទឥឡូវនេះខ្ញុំបាននិយាយសារឡើងវិញហើយបាទនៅទីបំផុតមុននឹងព្រះនាងអំពាចេញពីជើងភ្នំកៃឡាសហ្នឹងមានទេវៈសង្គ្រាមបាទទេវៈសង្គ្រាមនៅពេលដែលនាងរៀនចេះចាំហើយចេះចាំវិជ្ជាផ្សេងដើម្បីបង្ក្រាបភិស្មៈហើយទេវៈសង្គ្រាមបាននៅទីនោះគឺមានសាលាយោធាសាលាអីអញ្ចឹងដែរដូច្នេះនាងអំពាហ្នឹងគឺទៅរៀនក្បាច់គុណទៅរៀនបច្ចេកទេសយោធាហ្នឹងហើយទេវៈសង្គ្រាមនេះបានដល់កម្រងផ្កាទឹកមួយកម្រងផ្កាហ្នឹងគឺមិនស្រពោនសោះឡើយគឺនៅស្រស់ញញឹមរាប់សិបឆ្នាំក៏ប៉ុន្តែមិនដឹងថាប្រហែល100ឆ្នាំនោះទេព្រះនាងទេវៈសង្គ្រាមនេះបានប្រាប់ថាចូលនាងយកកម្រងផ្កាហ្នឹងត្រឡប់ទៅធ្វើការសងសឹកជាមួយភិស្មៈចុះហើយកម្រងផ្កានេះអាចជួយនាងបានជួយយ៉ាងម៉េចគឺបើសិនជានាងបំពាក់ទៅលើអ្នកចម្បាំងណាម្នាក់អ្នកចម្បាំងនោះនឹងបើសិនជាគេប្រយុទ្ធជាមួយភិស្មៈគឺគេមិនអាចចាញ់ភិស្មៈបានឡើយនេះគឺជាមហិទ្ធិឫទ្ធិនេះគឺជាឥទ្ធិពលនៃកម្រងផ្កានៅពេលនោះគឺនាងអំពាមិនបានពាក់ខ្លួនឯងទេគឺកាន់មកដើម្បីរកអ្នកក្លាហានដើម្បីស្វែងរកជំនួយការស្វែងរកជំនួយដើម្បីប្រហារភិស្មៈក៏ប៉ុន្តែនាងអំពាដើរគ្រប់ទិសទីទាំងអស់គ្មាននរណាម្នាក់ជួយនាងនោះទេពីព្រោះអីនៅពេលដែលពួកគេឮឈ្មោះភិស្មៈពួកគេខ្លាចរអាមិនហ៊ានប្រយុទ្ធទេសួរថាហេតុអីបានគេខ្លាចតើភិស្មៈជាមនុស្សកោងកាចខូខើព្រៃផ្សៃឬមួយយ៉ាងម៉េចឬមួយយ៉ាងដូចម្ដេចគឺមិនមែនទេភិស្មៈគឺជាមនុស្សដែលមានឧត្តមគតិជាមនុស្សដែលពោពេញទៅដោយបញ្ញាជាមនុស្សដែលពោពេញទៅដោយគុណធម៌អីគ្រប់បែបយ៉ាងដូច្នេះអ្នកទាំងអស់នោះគឺគ្មានមូលហេតុអ្វីដើម្បីជួយព្រះនាងអំពាសម្លាប់ភិស្មៈនោះទេនេះគឺជារឿងឯកជនគឺជារឿងបេះដូងដ៏ខ្ទេចខ្ទាំរបស់ព្រះនាងអំពាខ្លួនឯងគឺជារឿងឯកជនសុទ្ធសាធដូច្នេះអ្នកដតីគេស្រឡាញ់ភិស្មៈភាគច្រើនគេស្រឡាញ់ភិស្មៈហើយមួយវិញទៀតគ្មាននរណាហ៊ានទៅក្អកជាមួយភិស្មៈទេពីព្រោះភិស្មៈគឺវិជាគុណដល់កម្រិតកំពូលកម្រិតពិភពលោកឯណោះបើសិនជាអ្នកបដាល់គឺអ្នកប្រដាល់កំពូលហើយកម្រិតពិភពលោកវិជាគុណដុតគុណដាវលំពេងព្រួយស្នាហើយនឹងវិជាផ្សេងគឺភិស្មៈចេះតិចទីអស់នាងអំពាអស់សង្ឃឹមបានទៅនគរចុងក្រោយគេគឺនគរបញ្ចាលបាទនគរបញ្ចាលនេះក៏មាននៅក្នុងប្រវត្តិសាស្ត្រផងដែរខ្ញុំសន្យាថាថ្ងៃណាមួយខ្ញុំនឹងទៅកាន់ទីនោះគឺនគរបញ្ចាលហ
ហើយនឹងជីករឹសជីគល់ស្លាកស្នាមផោះនឹងរឿងរ៉ាវអ្វីដែលខ្ញុំបាននិយាយនឹងទៅស្វែងរកប្រវត្តិសាស្ត្រពិតឲ្យបងប្អូនបានឃើញជាក់ជាមិនខានហើយនឹងស្វែងយល់អំពីជីវភាពរស់នៅរបស់មនុស្សនាពេលបច្ចុប្បន្ននេះតើវាខុសគ្នានឹងពេលអនាគតយ៉ាងដូចម្តេចខ្លះឥឡូវយើងត្រឡប់មករឿងយើងវិញព្រនាងអំពីធ្វើដំណើរទៅនគរចុងក្រោយគឺនគរបញ្ចាលនៅពេលដែលចូលទៅដល់នគរបញ្ចាលប្រាប់រឿងរ៉ាវនេះទៅដល់ប្របាទទ្រពបត្តិនៅខណៈនោះគឺប្របាទទ្រពបត្តិកំពុងគ្រប់គ្រងនៅនគរបញ្ចាលប្របាទទ្រពបត្តិក៏បដិសេធដាច់អហង្ការថាគ្មានហេតុផលអ្វីនឹងសម្រាប់ភីសមៈទេព្រោះភីសមៈគឺជាមនុស្សល្អគ្រប់បែបយ៉ាងចូលនាងត្រឡប់ទៅវិញទៅគឺសេចក្តីអស់សង្ឃឹមរបស់ព្រះនាងអំពាដើរចេញរួចហើយទុកចោលកម្រងផ្កានៅជ្រុងម្ខាងនៃព្រះបរមរាជវាំងរួចហើយដើរចេញពីបរមរាជវាំងសួរថាតើនាងអំពាត្រឡប់ទៅណាតើនាងទៅលោតទឹកនៅស្ពានទៅលោតទឹកទម្លាក់នៅក្នុងទន្លេឬក៏យ៉ាងដូចម្ដេចនេះគឺជារឿងដ៏សោកសង្រេងរបស់នាងអំពាគឺដោយសារបណ្ដាំរបស់ព្រះឥសូរផងដែរថាជាតិនេះនាងមិនអាចសងសឹកភីស្មៈបានទេជាតិក្រោយនាងពិតជាអាចសងសឹកភីស្មៈបានជាក់ជាមិនខានដោយសារអំណាចនៃដោយសារកំហឹងគំនុំគុំគួនដោយសារគំនុំគុំគួនរបស់នាងអំពាសម្រេចចិត្តបាទយើងអាចថាគិតខ្លីឬក៏គិតវែងទៅអនាគតក៏ថាបាទព្រោះនាងចង់សងសឹកភីស្មៈនៅជាតិក្រោយនាងបានសម្រេចចិត្តចូលទៅក្នុងលក់ភ្លើងកំពុងតែឆេះក្តៅរលរៀលហើយស្លាប់បាត់បង់ជីវិតទៅបាទវិញ្ញាណរបស់នាងអំពាមិនទៅណានោះទេមហេសីរបស់ព្រះបាទទ្រពបត្តិមានគោហើយបានកើតទារកមកទេរិកាគឺនៅទីនោះឯងនាងបានคล้ายទៅជាព្រះនាងសិក្ខណ្ឌីស្រីខណ្ឌីហើយធំដឹងក្តីពេញវ័យបានคล้ายទៅជាបរិភេទគឺនេះមានរឿងតាក់ទងទៅនឹងការប្រែប្រួលនៃការមិនមែនជាប្រែប្រួលបែបធម្មជាតិទេគឺគេនិយាយអំពីវិធីក្នុងការបដូរភេទពីភេទស្រីទៅភេទប្រុសឬមួយក៏បែបផែនធម្មជាតិខណៈដែលនាងរស់នៅជាមួយអ្នកចម្បាំងហើយដោយសារគំនុំរបស់នាងពីអតីតជាតិដែលធ្វើឲ្យនាងគិតតែអំពីការសងសឹកគិតតែអំពីការកាន់អាវុធដូច្នេះនាងអំពាបានคล้ายទៅជាភេទទី3បាទនេះគឺជារឿងរ៉ាវរបស់សិក្ខណ្ឌីពីអតីតជាតិហើយនឹងបច្ចុប្បន្នជាតិនេះដូច្នេះតើទៅអនាគតសិក្ខណ្ឌីបាទមិនទាន់ចប់ទេនៅពេលដែលព្រះនាងនៅពេលដែលខ្ញុំបានត្រឡប់ទៅក្រោយបន្តិចនៅពេលដែលសិក្ខណ្ឌីនៅពេលដែលអំពាទម្លាក់ចោលកម្រងផ្កាឲ្យដើរចេញដើរចូលក្នុងភ្លើងហ្នឹងប្របាទទ្រពបត្តិហ្នឹងគឺស្លន់ស្លោភ័យនឹងរឿងកម្រងផ្កានេះតើយកទៅណាទៅបោះចោលទីណាក៏បានដែរគឺជារឿងដែលគ្រោះថ្នាក់បំផុតគ្មាននរណាហ៊ានប៉ះពាល់ទេបាទប្របាទទ្រពបត្តិបានយករនាំងខាំងឲ្យមនុស្សម្នាទាហាន
អាមាត្យការពារឃ្លាំមើលរាប់សិបឆ្នាំឯណោះក៏ប៉ុន្តែនេះគឺជាវាសនាដែលកើតពីអតីតជាតិគឺនៅពេលដែលនាងសិក្ខណ្ឌីនឹងដើរតេតក់ដើរបានពីព្រោះអីអាមាត្យមិនឈ្នះតែនៅនឹងកន្លែងផ្កានឹងរហូតដែរណាសិក្ខណ្ឌីបានដើរចូលហើយយកកម្រងផ្កាមកពាក់នឹងកតែម្ដងដូច្នេះវាជាសញ្ញាប្រាប់ថាសិក្ខណ្ឌីនឹងសម្លាប់ភីស្មាពីព្រោះនាងបានពាក់កម្រងផ្កាដែលនាងបានទុកពីអតីតជាតិបាទរឿងរ៉ាវនេះគឺជាប្រវត្តិរបស់អំពាហើយកំណើតសាជាថ្មីគឺសិក្ខណ្ឌីដើម្បីសងសឹកភីស្មាដូច្នេះតើសិក្ខណ្ឌីអាចសម្លាប់ភីស្មាបានដែរឬទេនៅក្នុងមហាសង្គ្រាមគរុសេននេះគឺជាមូលហេតុធំដែលខ្ញុំបាទត្រូវតែរំលឹកតួអង្គនីមួយៗដើម្បីឲ្យបងប្អូនងាយយល់ខណៈដែលសង្គ្រាមនៅក្រុងគរុសេននៅវាលគរុសេនផ្ទុះឡើងអរគុណច្រើនសូមជម្រាបលាបាយបាយ